តាំងពីកូនចូលដល់វ័យចាប់ផ្ដើមចេះញ៉ាំបបរភ្លាមនិយាយពីថាម៉ែនេះសង្វាតទិញហើយតាំងពីស្លាបព្រាស៊ីលីកូនចានស៊ីលីកូនកំប៉ុងស៊ីលីកូនចានហ្នឹងក៏មានរូបម៉ូដម៉ាក់តុក្កតាខ្ជិះខ្ជូតអីចឹងទៅដើម្បីឲ្យកូនមើលទៅស្អាតចឹងទៅតាក់ទាញចង់ញ៉ាំបបរញ៉ាំបាយតែដល់ទៅពេលឥឡូវនេះចានបាយបបរស្លាបព្រាអីរបស់គាត់ហ្នឹងគឺអែបគៀនទៅចាគាត់លេងត្រូវការគាត់លេងចង់ប្រើហើយគាត់មកចាប់អារម្មណ៍ចានបាយរបស់យើងនេះហើយឥឡូវហ្នឹងពេលដែលគេញ៉ាំបបរញ៉ាំបាយអត់សូវខុសពីឥណ្ឌាប្រហែលទេចាប់ផ្ដើមកាត់រ៉ូឥណ្ឌាបដាហើយបច្ចុកនឹងស្លាបព្រាអត់ចង់ហាមាត់ញ៉ាំទេតើតែយើងបច្ចុកនឹងដៃយើងដាក់ម្ហូបច្បាច់ជាមួយនឹងបាយតុនអញ្ចឹងទៅបច្ចុកបានគាត់ឆាប់ហាមាត់ញ៉ាំហើយម្ហូបគេថ្ងៃហ្នឹងគឺបានពងមាន់ស្រែចៀនជាមួយនឹងស្អំយើងហាន់ស្អំឲ្យតូចអញ្ចឹងទៅយើងដាក់ក្លុកជាមួយនឹងពងមាន់ហើយយើងចៀនជាមួយនឹងប្រេងអូលីវម្ហូបក៏ស្ងួតបាយក៏ស្ងួតគេរៀងអ៊ូលគេអញ្ចឹងយើងក៏បច្ចុកទឹកបន្តិចទៅហើយសំខាន់ណាស្លាបព្រាដែលគេកំពុងតកាន់ហ្នឹងស្លាបព្រាពងទាកូនទៀតនិយាយទៅឥឡូវហ្នឹងគេចូលចិត្តអីប្លែកហើយចានស្លាបព្រាដែលយើងដាក់ឲ្យគាត់ញ៉ាំហ្នឹងគឺសុទ្ធតែស្រស់នឹងទឹកក្តៅរាល់ថ្ងៃហ្នឹងពេលខ្លះបច្ចុកបបរពេលខ្លះបច្ចុកបាយអាស្រ័យទៅលើការញ៉ាំរបស់គាត់បើសិនជាយើងដាំបាយជ្រីដាក់លាយជាមួយនឹងម្ហូបបច្ចុកគាត់ទៅគាត់អត់សូវញ៉ាំទេយើងដូរទៅធ្វើបបរវិញនិយាយទៅម៉ែឪនឹងដេញដូររហូតឲ្យតកូននឹងព្រមញ៉ាំបន្ទាប់ពីញ៉ាំបាយឆ្អែតហើយគេជិះម៉ូតូលេងជាមួយនឹងមិញមាគេនឹងប្រហែលជាកន្លះម៉ោងហើយបានឪគេនឹងយកមកងូតទឹកតាមពិតទៅត្រូវងូតនៅក្នុងបន្ទប់ទឹកទេប៉ុន្តែដោយសារតែបន្ទប់ទឹកជាប់រវល់អញ្ចឹងទៅឪគេក៏យកមកងូតនឹងក្រៅព្រោះមានការត្រូវប្រញាប់ចេញទៅក្រៅដែរមួយរយៈពេលហ្នឹងនិយាយពីថាសក់អូនដុសលឿនខ្លាំងមែនទែនថ្មិចបាក់ចិត្តដល់ថ្ងៃដែលត្រូវកាត់សក់ទៀតហើយអូនរាល់ពេលដែលងូតទឹកកក់សក់ដុសមុខដុសខ្លួនអីហ្នឹងគឺតែងតែប្រើសាប៊ូម៉ាធីកានេះដែលជាប្រភេទសាប៊ូអុកកានិកផ្សំឡើងពីប្រេងដូងធម្មជាតិក្លិនគឺក៏អូបឈ្ងុយអត្ថប្រយោជន៍របស់សាប៊ូប្រេងដូងធីកានេះនៅពេលដែលយើងប្រើកក់សក់ឲ្យកូនយើងគឺវាជួយថែបំពន់ស្បែកក្បាលថែបំពន់ឬសក់កូនយើងឲ្យមានសុខភាពល្អធ្វើឲ្យសក់កូនយើងឆាប់ដុះលឿនវែងក្រាស់ជាពិសេសសម្រាប់ម៉ាក់ដែលមានកូនមានបញ្ហាដូចជាស្បែកក្បាលឡើងអាចកបីឬក៏មានបញ្ហាសក់ស្ដើងសក់ជ្រូកសក់អត់ស្អាតសំពេញសំពងអីហ្នឹងបងប្អូនអាចសាកល្បងទិញឲ្យកូនប្រើទៅសំខាន់នៅក្នុងសាប៊ូប្រេងដូងធីកាម្ដងហ្នឹងគឺវាមានសមត្ថភាព3 in 1អាចប្រើកក់សក់ក៏បានដុសមុខដុសខ្លួនក៏បានដែរបើប្រើចំពោះស្បែកវាជួយធ្វើឲ្យស្បែកមុខស្បែកដងខ្លួនកូនយើងឡើងទន់ភ្លឺរលោងហើយឡើងក៏អប់ឈ្ងុយហ្មងសូម្បីតែនាងខ្ញុំជាម៉ែនេះពេលខ្លះក៏លួចបោះកូនប្រើដែរឥឡូវនេះងូតទឹកឲ្យម្ចាស់តូចហើយតម្រាំតងូតហើយនឹងឪចង់សើមជោគហើយបន្ទាប់ពីងូតទឹកស្លៀកពាក់ឲ្យស្អាតបាតហើយយើងអត់ទាន់អាចចេញទៅក្រៅបានភ្លាមទេដោយសារតែគាត់ទាជិះម៉ូតូបន្តិចទៀតអញ្ចឹងយើងដាក់ឲ្យជិះបន្តិចសិនហើយប្លង់កន្លែងទៅនេះមើលពីអ្នកឪកូនគេនឹងដូចតំណងយើងក៏សុំថតមកប៉ុស្តិ៍ទៅវីដេអូមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការចំណាយពេលទស្សនាចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ